សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងបន្តពីភាគមុនទៀតភាគមុនយើងចប់តែ arithmetic operator ឥឡូវយើងមកមើលចំណុចមួយទៀតតាក់ទងជាមួយនឹងការ convert ទិន្នន័យវិញបាទអញ្ចឹងការបំលែងប្រភេទទិន្នន័យអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ operator យើងត្រូវប្រយ័ត្នជាមួយនឹងប្រភេទទិន្នន័យព្រោះនេះក្នុងករណីដូចគេដាក់នៅក្នុងនឹងអញ្ចឹងណាយើងឃើញមុននឹងដែរឧទាហរណ៍កាលភាគមុនគឺយើងយក string បូក string វាមិនមែនបូកចូលគ្នាទេគឺវាបន្តគ្នាអញ្ចឹងយើងត្រូវប្រយ័ត្ននៅពេលដែលយើងកណនាអូខេអញ្ចឹងប្រសិនបើយើងចង់ឲ្យ user គាត់បញ្ចូលតម្លៃលេខហើយយើងយកមកកណនាឧទាហរណ៍ function input ចឹងនៅក្នុងភាគមុនដូចជាភាគណាទេហ្នឹងហើយតែតាក់ទងមួយមេរៀន input ណាអញ្ចឹងអ្នកទាំងអស់គ្នាចាំចំណុចមួយគឺតាក់ទងមួយ input កាលណាយើងប្រើ input ទិន្នន័យដែលយើងទទួលបានគឺជា string ជានិច្ចអញ្ចឹងវាចាប់យកមកប្រភេទជា string ណាអញ្ចឹងយើងត្រូវ convert វាទៅជាលេខសិនចាំកណនាបើមិនអញ្ចឹងទេគឺវានឹងខុសថៃណាបាទអញ្ចឹងអ្នកនរគ្នាក៏លេខមើលឧទាហរណ៍នេះទៅនេះគេដាក់ឲ្យ2មួយគេ convert មួយទៀតអត់ convert អញ្ចឹងដើម្បី convert តម្លៃលេខទៅកាន់ប្រភេទណាមួយពួកយើង convert មិនអញ្ចឹងស្រួលចាំទេឧទាហរណ៍ថាអ្នកនរគ្នាចង់ convert ទៅចំនួនគត់នេះយើងប្រើ in អញ្ចឹងមកហើយបន្តមកយើងដាក់តម្លៃដែលយើងចង់ convert នៅក្នុងហ្នឹងទៅអញ្ចឹង function in នេះ function in ហ្នឹងគឺវានឹង convert តម្លៃនេះទៅជាចំនួនគត់បើយើងចង់ convert ទៅ float អូខេយើងទៅ save float អញ្ចឹងមកហើយយើងដាក់តម្លៃយើងនៅក្នុងហ្នឹងមកអញ្ចឹងវានឹងបំលែងតម្លៃហ្នឹងទៅ float តម្លៃហ្នឹងអាចជា string ជាប្រភេទអីផ្សេងក៏បានហើយគឺវានឹងបំលែងទៅជា float ទាំងអស់អញ្ចឹងណាបាទហើយបើយើងចង់ convert ទៅ string វិញអូខេយើងប្រើ str យើងចង់ convert ទៅ bool អាហ្នឹងយើងប្រើ bool ចេះមកខ្ញុំអត់បានសេចូលនៅក្នុងហ្នឹងតែយើងប្រើ bool ចេះមកបើយើងចង់ convert ទៅ list តែ list យើងអត់តរៀនទេនៅក្នុងបណ្ដុំទិន្នន័យអញ្ចឹងយើងសរសេរ list ចឹងមកអូខេអញ្ចឹងនឹងស្រួលចាំណាបាទអញ្ចឹងអ្នកនរគ្នាក៏លេខមើលឧទាហរណ៍ខាងក្រោមឧទាហរណ៍នេះគឺគេឲ្យ user គាត់បញ្ចូលតម្លៃ 2a និង b អញ្ចឹងនៅពេលដែល user គាត់បញ្ចូល a ប្រមាណក៏ដោយឧទាហរណ៍ខ្ញុំបញ្ចូល10ចុះហើយអានេះខ្ញុំបញ្ចូល20បាទអញ្ចឹងខាងលើនេះខ្ញុំបញ្ចូល10អញ្ចឹង input ហ្នឹងវានឹងបោះលេខ10នេះចូលមកកាន់ variable a ប៉ុន្តែវាបោះជាអីគឺជា string str ហើយ input នេះវានឹងបោះលេខ20ចូល b នេះជា string ដូចគ្នាដែរហើយបន្តមកទៀតគេឲ្យអ្នកនរគ្នាមើលលទ្ធផល2អញ្ចឹងកន្លែងនេះយើងយក a បូកមួយ b direct មកអញ្ចឹងមានន័យថាគេអត់ convert ទៅ in ទេគឺគេបូក direct អញ្ចឹងមានន័យថាយើងយក10ដែលជា string ហ្នឹងបូកឲ្យ20ដែលជា string អញ្ចឹងលទ្ធផលនៅកន្លែងនេះយើងនឹងទទួលបានគឺ10ហើយបន្តជាមួយនឹង20បាទអាហ្នឹងគឺជា string ថ្មីហើយចំពោះលទ្ធផលទី2វិញគឺយើង convert ទៅ in សិនអញ្ចឹងមុននឹងបូកបញ្ចូលគ្នាគឺវា convert ទៅ in អញ្ចឹង in នេះ10គឺជាលេខអានេះ20ក៏ជាលេខដែរអញ្ចឹងបូកចូលគ្នាគឺតម្លៃឡើងហ្នឹងគឺចេញ30អូខេអញ្ចឹងយើងសាកល្បងមើលកន្លែងហ្នឹងអស់គ្នាថាវាចេញលទ្ធផលដូចអ្វីដែលយើងចង់បានអត់អូខេអញ្ចឹងយើងបើក Visual Studio Code មកអូខេយើងតេស្តមើលអស់គ្នាអញ្ចឹងខ្ញុំឲ្យ user គាត់បញ្ចូលតម្លៃ a ជាមួយ b អញ្ចឹងខ្ញុំតាំង a មួយហើយខ្ញុំ call function input ខ្ញុំដាក់ថា enter a ខ្ញុំមាន variable មួយទៀត b ខ្ញុំតាំង input បាទ enter b បន្តមកទៀតខ្ញុំមាន2 option ទី1ខ្ញុំ print ចេញមកខ្ញុំឲ្យ a បូក b អញ្ចឹងណាអញ្ចឹងខ្ញុំដាក់ answer បាទស្មើកន្លែងនេះខ្ញុំជួតម្លៃ a បូក b ខ្ញុំអត់ convert ទេខ្ញុំបូកចូលគ្នាហ្មងតម្លៃមួយទៀតខ្ញុំ convert អញ្ចឹងដើម្បី convert in នេះa នឹងទៅ in បាទទៅជា integer ឬក៏ float អាស្រ័យលើយើងចង់ convert ទេអញ្ចឹងខ្ញុំប្រើ in មកខ្ញុំចង់ convert វាទៅ in អញ្ចឹង function ហ្នឹងវានឹងចាប់យកតម្លៃ a convert ទៅ integer កន្លែងនេះដូចគ្នាដែរ in b បាទចុះឥឡូវយើងសាកល្បង run អញ្ចឹងនៅពេលដែលយើង run ទៅនេះយើងវាឲ្យយើងបញ្ចូលតម្លៃ a នៅខាងក្រោមនេះអញ្ចឹងខ្ញុំបញ្ចូលtheo 10ហើយនឹង20ពេលដែលយើង enter មកនេះចម្លើយ answer ទី1គឺវាយក string នឹងបន្តគ្នាទី2គឺស្មើ30អូខេអញ្ចឹងដូចអ្វីដែលយើងគិតទុកអីប៉ុន្តែកន្លែងនេះខ្ញុំអាចសេរីតិចទៅពួកយើងត្រូវ convert មក in មិនអញ្ចឹងណាអញ្ចឹងខ្ញុំអត់ convert នៅហ្នឹងទេបើសិនជាអ្នកទាំងអស់គ្នាតែការ convert វាមកហើយអូខេខ្ញុំអាចសរសេរចេះបានខ្ញុំឲ្យគេបញ្ចូលឲ្យខ្ញុំ convert ទៅ in ទៅ
ខ្ញុំទៅសេ in សិនតមកខ្ញុំដាក់ input ចេះបាទចាំមកទៀតថ្ងៃនេះខ្ញុំដាក់ in ចឹងមកខ្ញុំសេ input ចេះមកអូខេអញ្ចឹងកន្លែងនេះយើងអាចយក a បូក b ធម្មតាអូខេអញ្ចឹងកន្លែងនេះពេលដែលគេបញ្ចូលទៅគឺវានឹង convert ទៅ in សិនទៅវា assign ចូលតម្លៃ a ខាងក្រោយនេះបាទអញ្ចឹងកន្លែងនេះដូចគ្នាដែរប៉ុន្តែបើសិនជាគេបញ្ចូលលេខគ្នាអ្នកនរគ្នាអាច convert ទៅ float ទៅណាអាស្រ័យទៅលើលេខហ្នឹងតើអ្នកនរគ្នាចង់បានប្រភេទជាអីអូខេអញ្ចឹងនេះគឺជារបៀបបំលែងទិន្នន័យនៅក្នុងចំណុចហ្នឹងអូខេឥឡូវខ្ញុំ close ការបំលែងទិន្នន័យទៅនឹងអញ្ចឹងលំហាត់នេះគឺសួរទេសម្រាប់អ្នកដែលចេះហើយតែបើអ្នកនរគ្នាចាប់ដើម Python ដំបូងអត់តន់ត្រឡប់សរសេរកូដទេយល់ល្អយើង practice តិចទៅអីទេបាទអញ្ចឹងយើងមានលំហាត់2ខ្ញុំបញ្យល់លំហាត់ទាំងពីរនឹងហើយអ្នកនរគ្នាអាចស្កប់វីដេអូហ្នឹងហើយធ្វើសិនក៏បានបន្តមកទៀតចាំផ្ទៀងផ្ទាត់ច្រឡោយមួយវីដេអូខ្ញុំអូខេបាទអញ្ចឹងលំហាត់ទី1នេះគឺគេឲ្យអ្នកនរគ្នាបង្កើតកម្មវិធីមួយដើម្បីកណនាហូលលឿនក៏ពិតលំហាត់នេះវាតាក់ទងជាមួយនឹងរូបមន្តរូបវិទ្យាណាបាទអញ្ចឹងលបឿនគឺស្មើចង្ងាយចរចែករយៈពេលអញ្ចឹងយើងឲ្យ user គាត់បញ្ចូលអីនេះគឺកម្មវិធីប្រធានលំហាត់ហ្នឹងគេឲ្យ user បញ្ចូលចម្ងាយនិងរយៈពេលចម្ងាយគឺជាម៉ែត្ររយៈពេលគឺជាវិនាទីអញ្ចឹងគេឲ្យយើងកណនាហៅលបឿនហ្នឹងយើងតាំងដោយវ៉េអញ្ចឹងយើងយក d ចែកតមកចប់ហើយអញ្ចឹងកម្មវិធីហ្នឹងគឺមានន័យថាយើងឲ្យ user គាត់បញ្ចូលតម្លៃ variable d យើងតាំងអីក៏បានដែរហើយបញ្ចូលតមកបាទតមកទៀតយើងកណនាតម្លៃពីរហ្នឹងមកគឺចេញចម្លើយបាទអញ្ចឹងអាហ្នឹងគឺជាលំហាត់ទី1លំហាត់មួយទៀតដែលយើងធ្វើដែរគឺតាក់ទងជាមួយនឹងdrink store បាទហាងលក់ភេសជ្ជៈក៏ប៉ុន្តែខ្ញុំចេះតែដាក់តែចំណងជើងទេនៅនេះចង់ហៅកម្មវិធីអីក៏បានដែរក៏ជាលំហាត់ទេណាវាមិនយកជាការទេអូខេបាទអូខេអញ្ចឹងយើងបង្កើតកម្មវិធីមួយដើម្បីបញ្ចូលនៅទិន្នន័យភេសជ្ជៈអញ្ចឹងទិន្នន័យហ្នឹងមានអីគេខ្លះគឺមានឈ្មោះភេសជ្ជៈមានចំនួនភេសជ្ជៈមានតម្លៃភេសជ្ជៈក្នុងមួយកំប៉ុងបន្ទាប់ពី user គាត់បញ្ចូលហើយគេឲ្យអ្នកគ្នាចូលកណនារោគអីទី1គឺទាំងកណនារោគ total តម្លៃគេបានទិញអញ្ចឹងឧទាហរណ៍ថានេះគេបញ្ចូលគេទិញ Coca Cola គេទិញ10កំប៉ុងមួយកំប៉ុង$2អញ្ចឹង total គឺអស់$20គឺយើងយកពីហ្នឹងគុណចូលគ្នាមកបាទយើងគុណចូលគ្នាណាបាទចេញចម្លើយ total ឯងហើយយើងចាត់ទុកថាយើងនឹងបញ្ចុះតម្លៃ 10% ឧទាហរណ៍ហាងយើងទៅបើកណាយើងសម័យទៅហាងយើងទៅបើកយើងចុះតម្លៃ 10% ឲ្យគេទៅឧទាហរណ៍អញ្ចឹងបើសិនជាយើងបញ្ចុះតម្លៃ 10% អានេះគឺយើងដាក់ fix ជាប់បាទ 10% ជាប់មកអញ្ចឹងគេឲ្យយើងកណនារហូតតម្លៃដែលត្រូវបង់លុយឧទាហរណ៍ថាឥឡូវយើងទិញអស់$20គេចុះ 10% អញ្ចឹងវាទៅសល់$18យើងទៅ pay ឲ្យគេបាទអញ្ចឹងយើងចំណេញបាន$2ហើយមួយទៀតគេឲ្យយើងកណនារោគទឹកប្រាក់ដែលបាន sale ហ្នឹងគឺមានន័យថាចំណេញណាអញ្ចឹងបើយើងចុះ$20គាត់ចំណេញបានប៉ុន្មានគឺគាត់ចំណេញបាន$2កន្លែងនេះអូខេសំទោសបាទបើបញ្ចុះ 10% បាទអញ្ចឹងចំណេញបាន$2អូខេអញ្ចឹងគេឲ្យយើងកណនារហូតអាហ្នឹងអញ្ចឹងធ្វើម៉េចដើម្បីរកបានតម្លៃ pay តម្លៃ sale ស្រួលទេដោយសារតែយើងចុះ 10% អញ្ចឹងអ្នកនរយក20គុណ 0.1 ទៅ 0.1 ក៏ 10% បាទអញ្ចឹងយើងឃើញតម្លៃដែលយើងត្រូវបញ្ចុះឲ្យហីបន្តមកទៀតយើងយកតម្លៃ total ហ្នឹងដកតម្លៃដែលយើងគុណទៅគឺយើងឃើញតម្លៃដែលត្រូវ pay ប៉ុន្តែមានអារម្មណ៍ថាលេខនេះដូចអត់សូវត្រូវអូខេអញ្ចឹងអ្នកនរគ្នាអាចកណនាទៅព្រោះលេខនេះខ្ញុំសរសេរខ្ញុំបានគុណដែរប៉ុន្តែគោលដៅយើងគឺយើងចង់រកអញ្ចឹងអូខេបាទអញ្ចឹងអ្នកនរគ្នាយល់លំហាត់ពីរនឹងហើយយើងអាចស្កប់វីដេអូធ្វើទៅហើយចាំផ្ទៀងផ្ទាត់មួយអូខេអញ្ចឹងខ្ញុំបើក Visual Studio មកបាទតមកទៀតខ្ញុំលុបចោលទាំងអស់ខ្ញុំចាប់ផ្ដើមសរសេរលំហាត់ហ្នឹងមកអញ្ចឹងអ្វីដែលអ្នកនរគ្នាត្រូវធ្វើដំបូងគេយើងគូ title ឲ្យបន្ទាត់មួយនឹងហើយទៅចាំយើងឲ្យ user គាត់បញ្ចូលតម្លៃ2នេះបាទអញ្ចឹងយើងសរសេរ title ខ្ញុំប្រើប្រាស់ print របស់យើងផ្កាយ3 single quote 3មកបាទអូខេបន្តទៀតខ្ញុំចាប់ដើមសរសេរអូខេអញ្ចឹងខ្ញុំដាក់ឈ្មោះដាក់ចំណងជើងថា pretty ខ្ញុំដាក់ drink store CDL drink store CDL ឈ្មោះខ្ញុំណាបាទទាំង channel line អូខេចេះតែដាក់ទៅហីបាទអញ្ចឹងយើងគូបន្ទាត់មកអូខេអញ្ចឹងអាហ្នឹងគឺ title ហីបាទ title យើងណាហើយបន្តមកទៀតយើងចាប់ផ្ដើមឲ្យ user គាត់បញ្ចូលលេខគេខ្លះ
kẹo này là bướn cứ bị chỗ đế hay nâng tề chẳng là bướn nhâm tang lại đề chứ ở trong ngái nhâm tang lại đề mà smile mới ấy chẳng được bây giờ user có bị chỗ nó bị ai mình có bìa chẳng nhâm phở từ flow là hay đấy tao mà tiếp nhâm ao input bà input ở trong ngày cho chứ nhâm đã thá enter đế bài khát với nó cứ nhâm kịch chỉ mẹ ok tao mà tiếp dương ao user có bị chỗ bà tao mà tiếp cứ tế tế dương nhâm convert từ flow đấy nhâm input nhâm ao user code bà enter tế bà kịch chỉ vinity và tao mà tiếp dương bàn đế cho mùi nâng tế ấy hay dương phơ mất đầm bay hồ là bươn chẳng đầm bay hồ là bươn cứ dương dụ đế chạy tế máu hay dương trình là bươn này nếu ở khní ai tan và bỏ mũi chia tới hay dương chạy cả hai các bạn slide này ở khní chẳng chầm lại bây giờ cứ nâng khơi được không nằm lại vài bỏ về bà tao mà tiếp dương hai về nó trình mà khéo máu của lời ní dương kẹn này hái dương store được không vài bỏ về nè ví bà ví nữa chẳng user con mất khơi này mà chính như bà hai như kia máu bình tí mũi với bà hai ok bà hai có tọt dần này có tọt hai bạn trong lòi speed ok nhưng ai tự xe chẳng nó nhầm tự xe print tre 7 tiết ok chắc nhầm đặt bà tọt khang lỡ nhầm copy mà rồi C ok lấy ní nhầm cho tí hay nhầm phá vì một vệnh máu bạn tao mà tiết dương đã chầm lòi trên chầm lòi dương cứ speed bài speed dương tăng được với smile mà chẳng nhầm bao vừa cho nó với smile với ấy chẳng smile cho mùi nắng đọc chạy ở pi ok chẳng cái đừng vô tờ lại đây để cái bị trâu nó vô mà chu này nè chẳng tờ lại nó dương mình đã đọc ấy này slide từ lời user bị trâu chẳng dương đăng hai user bị trâu với bị trâu đây mà này ở dương đăng ngay tay đăng là được không làm lại đây này chẳng nhầm đã đây và ta bị dân chu vào bò chẳng ok dương tờ đại ký bị một máu tờ máu chay cho mùi ấy chạy cho một tay smile mãn ok smile mãn dương ngọt đăng thế tại đăng là nước nóng vài bò vì bà hai nhưng đặt khả là về tới cái chim máy không mà bị tí ok chẳng ở bên đó cứ hai làm hạt này là cho mơ nhom ran sánh trời được gõ bà nhom start máu ok đi chẳng ở những khơi CDL drink store này khang khổ này bà lấy nhom châu thì họ thang nhom châu đop là pram như thế ok chẳng pi cho pi mạch không vì thì ok chẳng trời ấy mà ok chẳng ở làm hạt nó cứ miền tập bản năng thế dương cái lấy mơ làm hạt hàng khổ này mùi tiết ok chẳng ở drink store này cứ dương phơi đi kia tìm mối dương cộng a cất chớn cứ dương print hài thò lại trên sân máu tao mà tiết dương ai kia phải cho đầm lại bay nâng trăm phải cho chop trăm dương gì kia hướng dạng này ok và chắc dương bao vi code máu hay nhom bạc card file một tiết nhom đã thay example file ok nhom play nhom rename sân đã py ok chẳng ngờ nó không ní dương chập đam print thải thọ định một đường đấy nhom print cài thấy bà họ sắp tốt cài và single phone chơi cho lọc cài thôi ok chẳng năng ní nhom đã tha CDL drink store nhom bị làm tha sorry bây giờ ní cái này là bươn và cho lòng cái này ok là bươn này speed calculator ok chẳng dương sợi đi chứ nè bà tay cái bắt ấy thấy dương đã cho mỗi các bạn này calculator đấy bà ok ta lấy dân đã CDL drink store ok lấy dân đã pretty một tiết CDL drink và drink store ok chẳng lại ní dân khu tọa về cho máu ok chẳng thay thò dân hai bên năng ấy dân chập đam mà user có petrol ta lấy dân tại ca petrol kia khác dân tăng và bỏ bên năng màu ok thì mỗi cứ ném thì pi cứ shoot thì vái thì bay prai ok chứ nhầm tăng và bỏ bay nắng hay dân ao user petrol mà đóng mùi chẳng thì mỗi cứ ném cho nhầm tàng ném smile cho mùi ném nó cứ chỉ string cho nhầm ọt tới ca convert một string để được sang input với return string mà sẽ ấy cho nhầm đã thả enter ném string ném tao mà tiết dương xua chuyển nguồn chân chuyển nguồn cứ chuyển nguồn cột dương ở đài lụa mà có bong cả lại mình này ok ok bật lụa cho nhầm tự tình ok chẳng ở enter và shoot thì vài rồi có font thì nhưng ai bẹp user tới thay dân cực chỉ có bỏng kén
មួយទៀតគឺ price នេះគឺយើងពេលខ្លះអាចមានកាបៀសតម្លៃយើងគិតជាដុល្លារណាបាទ input enter price បាទយើងពាក់គេទៅថាយើងគិតជាដុល្លារអូខេអញ្ចឹងប៉ុណ្្នឹងទៅ user ក៏បញ្ចូលហើយអញ្ចឹងដល់ពេលដែលបញ្ចូលហើយយើងចាប់ដើមកណនីរកចម្លើយរបស់យើងអូខេឥឡូវយើងកណនីរកចម្លើយរកមិនទី1យើងរកឲ្យគេខ្លះតើយើងគិតមើលសិនទី1យើងរក total មុនគេយើងតាំង variable total មួយមកហើយយើងកណនីរកអញ្ចឹងខ្ញុំតាំង total ស្មើមួយអីគឺស្មើជាមួយនឹង qty កូនជាមួយនឹង price អញ្ចឹងស្មើប្រហែលយើងអត់ដឹងទេតតែគេបញ្ចូលសិនណាបាទតែយើងដឹងតែយើងយកពីនឹងគុណគ្នាទៅឃើញប្រហែលគឺដាក់ក្នុង total ហើយយើងបង្ហាញ total ចេញឥឡូវនេះ total យើងខ្ញុំអត់ទាន់បង្ហាញទេយើងរកឲ្យគេមួយទៀតបាទខ្ញុំរក pay មួយ sale សិនបាទអញ្ចឹងឥឡូវខ្ញុំរក sale មុនចុះដើម្បីដឹងថាយើងចំណេញបានប៉ុន្មានងាយស្រួលទេអ្នកនរគ្នាគ្រាន់តែយកតម្លៃដែលយើងចោះហ្នឹងគុណមួយតម្លៃ total ហ្នឹងទៅគឺឃើញតម្លៃយើងចំណេញហើយឥឡូវខ្ញុំឧទាហរណ៍ណាឧទាហរណ៍ថាយើងទិញអស់$100ហើយយើងគិតដល់$100ហ្នឹងទៅស្រួលយល់បាទតមកទៀតគេបញ្ចុះតម្លៃ 10% អញ្ចឹងសួរថាយើងចំណេញបានប៉ុន្មាន$គឺយើងប្រកាសជាចំណេញបាន$10ហេតុអីបានយើងឃើញ10គឺដោយសារតែយើងយក$100នេះបាទ total ហ្នឹងគុណជាមួយអីគុណយើងប្រើសញ្ញានេះគឺគុណជាមួយនឹង10% 10% នេះគឺ 0.1 បាទអញ្ចឹងវា10% ថេណាគេចាត់ទុកថាបញ្ចុះតម្លៃ 10% អញ្ចឹង 10% រហូតអញ្ចឹងយើងគុណទៅគឺឃើញប៉ុន្មានគឺឃើញ10អញ្ចឹងអា10ហ្នឹងហើយគឺជាលុយចំណេញបាទគឺជា sale នេះបាទអូខេអញ្ចឹងយើងគ្រាន់តែយក total គុណជាមួយនឹង 0.1 ទៅ discount យើងគឺចេញតម្លៃចំណេញអញ្ចឹងខ្ញុំអាចសរសេរចេះ sale ស្មើជាមួយនឹង total គុណជាមួយនឹង 0.1 គឺជាតម្លៃដែលយើងចុះតម្លៃណាបាទឬក៏អ្នកនេះចង់ឲ្យវែងឆ្ងាយក៏បានដែរមិនអីទេបាទថា 10% 10ចែក100ទៅអូខេហ្នឹងវែងឆ្ងាយគឺ 0.1 ដដែលទៅមិនអញ្ចឹងណាអូខេយើងដាក់ 0.1 ហ្មងទៅអូខេមួយទៀតគឺតាក់ទងជាមួយនឹងតម្លៃដែលយើងត្រូវបង់តម្លៃដែលយើងត្រូវបង់ហៅទៅស្រួលទៀតបាទយើងស្គាល់ total អីយើងអស់100គេចុះ 10% អញ្ចឹង 10% ហ្នឹងគឺយើងចំណេញបាន$10អញ្ចឹងយើងគ្រាន់តែយក100នេះដកមួយ10ហ្នឹងមកគឺឃើញ90មានន័យថាម៉េចគឺយើងត្រូវបង់ឲ្យគេ$90បាទអញ្ចឹងយើងគ្រាន់តែយក total ដកជាមួយ sale ទៅគឺនឹងឃើញបាទតម្លៃដែលយើងត្រូវ pay អូខេអញ្ចឹងខ្ញុំតាម variable pay មួយទៀតបាទស្មើជាមួយនឹង total ដកឲ្យ sale មកគឺចេញតម្លៃ pay បាទហើយកន្លែងនេះអ្នកនរគ្នាត្រូវទៅសេតាមលំដាប់មេថាយើងរក total សិនបានយើងអាចរក sale ឃើញយើងរក sale ឃើញរក sale សិនបានយើងរក pay ឃើញណាបាទប៉ុន្តែអ្នកនរគ្នាចង់កណនីមិនក៏បានតែឃើញតម្លៃត្រូវព្រោះវាអាចមានវិធីផ្សេងគ្នាដើម្បីធ្វើណាអញ្ចឹងឲ្យតែចម្លើយត្រូវអត់អីទេបាទគឺត្រូវដូចគ្នាបាទអូខេអញ្ចឹងខ្ញុំបង្ហាញទិន្នន័យចេញមកវិញមកគឺខ្ញុំ print ហើយខ្ញុំគូបន្ទាត់បាទអូខេខ្ញុំគូបន្ទាត់ខ្ញុំ copy បន្ទាត់ពីខាងលើមកដាក់ដើម្បីខាន់គ្នាមើលមួយ input អញ្ចឹងណាបាទអូខេឥឡូវខ្ញុំចាប់ផ្ដើមបង្ហាញមុនគេគឺ total អញ្ចឹងយើងអស់ប្រមាណ total ស្មើប៉ុន្មានបាទtotal price ចុច2អូខេយើងសេដូចគេហ្មងក៏បាននេះដើម្បីបានបន្ទុកពេញអូខេអញ្ចឹងឡើងនេះយើងជួអីបាទយើងយកតម្លៃ total មកដាក់អញ្ចឹងខ្ញុំដាក់ total ហើយខ្ញុំបង្ហាញຂະຫນាតគឺដុល្លារប៉ុន្តែយើងជួស variable អញ្ចឹងអូខេយើង complete យើងថែម format ពីមុខមួយទៀតគឺតម្លៃដែលយើង discount នេះគឺអត់ប្រែប្រួលទេអញ្ចឹងយើងសរសេរជា string ឲ្យគេមក direct អញ្ចឹងមកបាទហើយមួយទៀតគឺតម្លៃដែលយើងទៅ pay អូខេយើងដាក់ pay ប៉ុន្មានយើងអត់ដឹងទេតែដឹងតែនៅក្នុង variable pay បាទហើយຂະຫນាតយើងគិតជាដុល្លារហើយយើងចំណេញប៉ុន្មានអូខេ sale យើងចំណេញប៉ុន្មានក៏យើងអត់ដឹងដែរតែដឹងតែនៅក្នុង variable sale យើងគិតជាដុល្លារដូចគ្នាអូខេឥឡូវយើងសាកល្បង run សាកទៅខ្ញុំ clear console នេះសិនឲ្យវាទលាយចុចខ្ញុំ run អូខេដំបូងយើងបញ្ចូលឈ្មោះយើងចង់ទិញអីក៏បានដែរឥឡូវកូកាអ្នក fan Vanda ទិញកូកាទៅបាទអ្នក fan Chi David យើងទិញ Sting ណាបាទឧទាហរណ៍អញ្ចឹងយើងដាក់10កំប៉ុងមួយកំប៉ុងឧទាហរណ៍$10ចុះឧទាហរណ៍ឲ្យយើងណាបាទដើម្បីឲ្យបានលេខ
លេខកត់ស្រួលនេះចេញ100អូខេអញ្ចឹងតម្លៃ total គឺ100ដុល្លារហើយយើង discount 10%យើង pay 90ដុល្លារហើយយើង sale បាទយើងចំណេញ10ដុល្លារអូខេអញ្ចឹងវាដូចមួយ homework សំទោសបាទលំហាត់យើងឯងអូខេអញ្ចឹងភាគនេះរៀងយូរគួរសមដែរអញ្ចឹងដល់គ្នាអាច check មើលច្រឡោយទៅថាយើងធ្វើត្រូវឬខុសឬក៏យើងកែសម្រួលឡើងណាអូខេបាទអញ្ចឹងភាគហ្នឹងគឺខ្ញុំបញ្ចប់តែប៉ុណ្្នឹងហើយចាំមើល